ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងចែករំលែកចំណេះដឹងមួយចំនួនដើម្បីឲ្យបងប្អូនចេះអំពីរបៀបក្នុងការចិញ្ចឹមមាន់ទាំងអស់គ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីសូមបងប្អូនសូមជួយចុច Subscribe និងរូបបណ្ដឹងដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការចិញ្ចឹមមាន់ទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងចំណុចនេះបាទក៏ដូចជាវីដេអូនេះខ្ញុំនឹងចែករំលែកឲ្យបងប្អូនចេះអំពីរបៀបក្នុងការចិញ្ចឹមបាទបែបបច្ចេកទេសទាំងអស់គ្នាដូចខាងក្រោមនេះបាទអញ្ចឹងការចិញ្ចឹមមាន់គឺវាអាចផ្ដល់នូវអត្ថប្រយោជន៍ដូចខាងក្រោមនេះបាទទី1គឺផ្ដល់ស៊ុតនិងសាច់បាទធ្វើជាម្ហូបអាហារដ៏មានឱជារសបាទសម្រាប់រាងកាយហើយផ្ដល់រោមនិងស្លាបវាគឺសម្រាប់ធ្វើឧបករណ៍សម្រាប់ប្រើប្រាស់ផ្សេងៗបាទហើយផ្ដល់លីមួកសម្រាប់ធ្វើជាជីដែលមានន័យថាគុណភាពល្អសម្រាប់ដំណាំផ្សេងៗដូចជាដំណាំស្រូវដំណាំផ្លែឈើជាដើមបាទបងប្អូនអាចយកទៅប្រើជាជីទៅបាទឬក៏អាចបំពន់បាទទៅដល់សត្វគោដែលជំទង់បាទបងប្អូនដែលគាត់ចិញ្ចឹមគោហ្នឹងបងប្អូនដឹងហើយពីរបៀបក្នុងការបំពន់បាទហើយជួយដោះស្រាយបញ្ហាបានមួយចំនួនបាទពេលបងប្អូនជួបប្រទះដូចជាការខ្វះខាតបាទចំពោះមុខបាទភ្លាមបងប្អូនអាចធ្វើការលក់មាន់នេះដើម្បីដោះស្រាយបញ្ហាបាទបន្តណាបាទហើយផ្ដល់ប្រយោជន៍បាទយ៉ាងឆាប់រហ័សដោយបងប្អូនប្រើរយៈពេលខ្លីដើម្បីឲ្យដូចថាបងប្អូនមានជីវភាពធូរធារបានមួយកម្រិតទៀតបាទហើយចំពោះទីផ្សារបាទចំពោះទីផ្សារមុននឹងបងប្អូនចាប់ផ្ដើមធ្វើការចិញ្ចឹមមាន់បាទអញ្ចឹងបងប្អូនត្រូវដឹងបាទតើគួរចិញ្ចឹមមាន់ប្រភេទណាហើយគួរលក់មាន់នៅកន្លែងណានិងគួរលក់មាន់នៅពេលណាបាទអញ្ចឹងដើម្បីចិញ្ចឹមបាទមាន់ឆាប់លូតលាស់និងឆាប់ទទួលបានផលបងប្អូនត្រូវដឹងពីកត្តាសំខាន់ស្ដីអំពីបច្ចេកទេសបាទក្នុងការចិញ្ចឹមបាទមានដូចខាងក្រោមនេះបាទទី1តកតងទៅនឹងជំរករបស់មាន់បាទទី2អំពីពូជនិងការជ្រើសរើសពូជបាទទី3អំពីចំណីអាហារនិងទឹកបាទទី4បាទការថែទាំនិងវិធានការបាទការពារជំងឺអញ្ចឹងបងប្អូនធ្វើការចិញ្ចឹមមាន់បងប្អូនគួរតែដឹងបាទចំណុចទាំង4ដែលខ្ញុំប្រាប់បងប្អូនហ្នឹងបាទអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយដូចខាងក្រោមនេះបាទចំពោះបាទចំណុចទី1អំពីជំរកមាន់បាទអញ្ចឹងជំរកមាន់ហ្នឹងសំដៅទៅលើទីតាំងបាទសាងសង់ជំរកបាទអញ្ចឹងបងប្អូនគួរត្រូវសង់ទៅលើដីទួលមិនលិចទឹកបាទហើយឆ្ងាយពីដើមឈើធំបាទបងប្អូនមិនគួរសង់ចិត្តដើមឈើធំពេកទេបាទហើយត្រូវសង់ក្នុងទិសបាទខាងកើតខាងលិចបណ្ដោយស្របនឹងដំណើរព្រះអាទិត្យបាទហើយត្រូវសង់ឲ្យឆ្ងាយពីផ្ទះបន្តិចបងប្អូនសង់ឲ្យក្រោយផ្ទះទៅកុំឲ្យសង់ទៀកផ្ទះឬក៏សង់ក្បែរផ្លូវពេកបាទហើយនៅឲ្យឆ្ងាយពីថាសង់ឲ្យឆ្ងាយពីសំឡេងដែលអ៊ូអរនិងប្រភពទឹកបាទហើយនឹងត្រូវមានខ្យល់និងពន្លឺចេញចូលគ្រប់គ្រាន់បាទបងប្អូនកាលណាបងប្អូនសង់ទ្រុងបងប្អូនគួរតែធ្វើយ៉ាងណាកុំឲ្យបិទចិត្តធ្វើឲ្យមានពន្លឺនិងខ្យល់អាកាសចូលឲ្យបានគ្រប់គ្រាន់នៅក្នុងទ្រុងណាបាទហើយមួយទៀតតកតងទៅនឹងការរៀបចំបាទសម្ភារៈសម្រាប់មាន់ដូចជាស្នុកទឹកស្នុកចំណីបាទបងប្អូនគួរតែមានបាទហើយចំពោះទំហំទ្រុងដែលសមស្របបាទសម្រាប់ធ្វើការចិញ្ចឹមហ្នឹងមានដូចជាបាទចំពោះបងប្អូនដែលចិញ្ចឹមមាន់បងប្អូនមិនគួរដែលថាដាក់មាន់ច្រើនពេកទេបាទ1ម៉ែត្រការ៉េបងប្អូនអាចដាក់មាន់3ក្បាលអីទៅបាទ3ក្បាលអីទៅតកតងនឹងមាន់ធំណាបាទហើយចំពោះការចិញ្ចឹមមាន់ហ្នឹងបងប្អូនគួរតែមានអង្រុតធំសម្រាប់មេមាន់និងកូនមាន់បាទអញ្ចឹងមាន់មួយសម្បុកបងប្អូនគួរតែដាក់ដលែកចឹងណាបាទអញ្ចឹងបងប្អូនធ្វើរបៀបនេះគឺដើម្បីថាការពារបាទក៏ដូចជាផ្ដល់កម្ដៅដល់កូនមាន់បាទមួយទៀតតកតងទៅនឹងអំពីពូជបាទពីពូជនិងការជ្រើសរើសពូជបាទ
អំពីពូជហ្នឹងបងប្អូនមួយចំនួនគាត់ចេះហើយនិងបងប្អូនមួយចំនួនទៀតគាត់មិនទាន់បានចេះទេខ្ញុំនឹងចែករំលែកឲ្យបងប្អូនចេះបាទម្ដងទៀតចំពោះពូជបាទគឺវាមានន័យថាពពួកពូជមន់ក្នុងស្រុកបាទពពួកមន់បរទេសបាទថាមន់នាំចូលហើយមួយទៀតតកតូនទៅនឹងពូជកូនកាត់បាទចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការចិញ្ចឹមពូជក្នុងស្រុកបាទន័យថាពូជមន់ស្រែដែលយើងចិញ្ចឹមរាល់ថ្ងៃហ្នឹងបាទពីព្រោះបាទគុណសម្បត្តិល្អរបស់មន់ស្រុកគឺអាចចិញ្ចឹមលែងដោយពុំចាំបាច់ខាតបង់ពេលវេលាថែរក្សាច្រើនបាទហើយវាមានលក្ខណៈបន្ស៊ាំល្អជាមួយនឹងអាកាសធាតុនិងជំងឺមួយចំនួនទៀតបាទវាអាចរកស៊ីចំណីដោយខ្លួនឯងបាទអាចក្រាបពងនិងចិញ្ចឹមកូនរបស់វាដោយខ្លួនឯងអាចការពារកូនពីសត្រូវដែលវាយីបាទបានមួយចំនួនទៀតបាទហើយវាអាចផ្ដល់សុទ្ធបាន3 ទៅ 4 ដងក្នុងមួយឆ្នាំហើយមួយទៀតគឺសាច់ណែនហើយមានរសជាតិឆ្ងាញ់ខ្លាញ់តិចហើយចំពោះទីផ្សារគឺលក់បានតម្លៃថ្លៃទាំងមន់ញីនិងមន់ឈ្មោលបាទហើយក្នុងការចំណាយដើមទុនវាថាអស់តិចក្នុងការចិញ្ចឹមបាទអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើការចិញ្ចឹមមន់ដែលយើងចិញ្ចឹមរាល់ថ្ងៃពួកមន់ស្រែរបស់យើងណាបាទហើយចំពោះតកតងទៅនឹងពូជនាំចូលគឺគុណសម្បត្តិដូចថាវាលូតលាស់លឿនបាទចិញ្ចឹមតែមិនដល់3 ខែបាទសម្រាប់ថាពួកពូជផ្ដល់សាច់បាទហើយចំពោះពូជហ្នឹងគឺវាថាវាផ្ដល់សុទ្ធបានច្រើនបាទចំពោះគុណវិបត្តិវិញសម្រាប់មន់នាំចូលហ្នឹងបាទវាមិនសូវធន់នឹងជំងឺបាទវាងាយឈឺហើយពិបាកបន្ស៊ាំទៅនឹងអាកាសធាតុក្នុងស្រុកមិនចេះរកចំណីដោយខ្លួនឯងនិងថែរក្សាកូនរបស់វាទេបាទហើយយើងមិនអាចចិញ្ចឹមលែងបានទេបាទហើយយើងគួរតែធ្វើការថែទាំឲ្យបានល្អជាប្រចាំបាទចំពោះពូជបាទមន់កូនកាត់បាទអញ្ចឹងការចិញ្ចឹមមន់គឺដើម្បីថារកកម្រៃដោះស្រាយជីវភាពគ្រួសារបាទអញ្ចឹងដូច្នេះបងប្អូនគួរតែធ្វើការបង្កាត់ពូជមន់របស់បងប្អូនហ្នឹងដើម្បីឲ្យវាឆាប់ធំនិងផ្ដល់សុទ្ធច្រើនបាទដូចក្នុងវីដេអូនេះអញ្ចឹងខ្ញុំធ្វើការបង្កាត់វាជាមួយនឹងពូជដែលថាផ្ដល់សាច់វាដែលថាវាឆាប់ធំធាត់លឿនណាបាទហើយមួយទៀតគឺបងប្អូនត្រូវការធ្វើការបង្កាត់បាទជាមួយពូជក្នុងស្រុកដូចគ្នាបាទជាមួយនឹងពូជដែលយើងនាំចូលគឺដូចថាវាធ្វើអញ្ចឹងគឺដើម្បីថាផ្ដល់សាច់ច្រើនក៏ដូចជាធ្វើការចិញ្ចឹមទៅយើងឆាប់បានលក់បាទហើយតម្លៃវាមិនលើសខ្វះគ្នាប្រហែលទេបាទចំណុចមួយទៀតដែលបងប្អូនគួរតែធ្វើការថែទាំក៏ដូចជាមានវិធានការសម្រាប់ការពារបាទមិនថាមន់បងប្អូនចិញ្ចឹមបែបកសិដ្ឋានឬក៏បែបលក្ខណៈគ្រួសារទេបងប្អូនគួរតែធ្វើការថែទាំនិងការពារឲ្យបានល្អិតល្អន់ដូចខាងក្រោមនេះបាទហើយចំពោះការថែទាំកូនមន់បងប្អូនគួរតែយកកូនមន់របស់បងប្អូនហ្នឹងក៏ដាក់ក្នុងទ្រុងបាទសម្រាប់ធ្វើការចិញ្ចឹមមន់ណាបាទហើយត្រូវមានកម្រាលដូចជាសម្បកឡាំងចាស់ឬក៏ប្រើអង្កាមឬក៏កំទេចអាចរណាយ៉ាងណាបាទឬក៏បងប្អូនដាក់សម្បកបាវបាទក៏បានដែរមិនអីទេបាទហើយត្រូវមានស្នូកទឹកស្នូកចំណីបាទឲ្យវាផឹកក៏ដូចជាឲ្យវាស៊ីដើម្បីការពារថាកុំឲ្យចំណីវាជ្រុះនិងទឹកវាកពុបបាទហើយមួយថ្ងៃបងប្អូនបាទគួរតែសម្អាតបាទស្នូកទឹកស្នូកចំណីហ្នឹងឲ្យបានស្អាតទៅបាទដើម្បីការពារក៏ដូចជាថាកុំឲ្យមានមេរោគផ្សេងៗឆ្លងទៅដល់មន់របស់បងប្អូនបាទហើយចំពោះការថែទាំមន់ដែលថាពេញវ័យបងប្អូនគួរតែចិញ្ចឹមមន់ដាក់ក្នុងទ្រុងបាទពាក់កណ្ដាលលែងបានន័យថាបងប្អូនសង់រោងហ្នឹងគឺពេលយប់បងប្អូនគួរតែមានរោងសម្រាប់ឲ្យវាដេកណាបាទចំណែកឯពេលថ្ងៃបងប្អូនគួរតែប្រឡែងវាទៅបាទមិនថាប្រឡែងឲ្យវាដើរខាងក្រៅទេគឺប្រឡែងនៅក្នុងទីលានបាទទីលានដែលបងប្អូនចិញ្ចឹមហ្នឹងបងប្អូនគួរតែមានសំណាញ់បាទសំណាញ់ហ៊ុំព័ទ្ធជុំវិញទៅបាទហើយក្នុងការ
ផ្ដល់ចំណីបងប្អូនគួរតែផ្ដល់ចំណី2 ដងយ៉ាងតិចក្នុងមួយថ្ងៃបាទហើយត្រូវផ្ដល់ចំណីនឹងទឹកគ្រប់គ្រាន់ប្រកបដោយគុណភាពបាទហើយត្រូវមានដូចជារបាំងបាទការពីបន្លឺតកតងនឹងភ្លៀងខ្យល់បងប្អូនគួរតែបាំងវាទៅនៅពេលយប់បងប្អូនគួរតែឲ្យវាដេកក្នុងទ្រុងបាទដើម្បីថាកុំឲ្យវាដេកខាងក្រៅកាលណាមានភ្លៀងមានខ្យល់ធ្លាក់ត្រជាក់អីទៅបណ្ដាលឲ្យមាន់របស់បងប្អូនឈឺបាទហើយត្រូវធ្វើការចាក់ថ្នាំបង្ការជំងឺសម្រាប់មាន់បងប្អូនហ្នឹងបាទឲ្យបានត្រឹមត្រូវឲ្យបានគ្រប់ចំនួនទៅតាមអាយុមាន់បាទហើយត្រូវផ្លាស់ប្ដូរបាទមាន់បាទរៀងរាល់3 ឆ្នាំម្ដងបាទតកតងទៅនឹងមាន់ញីឬក៏មាន់ឈ្មោលបងប្អូនមិនថាចិញ្ចឹមលើសពី3 ឆ្នាំទេបាទចឹងបើបងប្អូនចិញ្ចឹមលើសពី3 ឆ្នាំក៏បានដែរគ្រាន់តែមាន់របស់បងប្អូនសម្រាប់មាន់ឈ្មោលនិងមាន់ញីគឺវាថាវាបង្កកំណើតតិចបាទហើយកាលណាមាន់កូនមាន់ដូចថាវាកើតវាក៏ថាមិនរស់បានបាទទាំងអស់ទេបាទគឺ50 ឬក៏70 30% ទៅ30%ងាប់ហ្នឹងណាបាទហើយចំពោះធ្វើការបាទវិធានការអនាម័យបងប្អូនមិនថាមាន់ទូចមាន់ធំហ្នឹងបងប្អូនគួរតែសម្អាតទៅស្នុកទឹកស្នុកចំណីមួយថ្ងៃម្ដងឬក៏2 ដងក្នុងមួយថ្ងៃណាបាទហើយសម្អាតដូចថាទីធ្លាជុំវិញដូចជាស្មៅកំពតព្រៃកំទេចកំទីសម្រាមផ្សេងបងប្អូនគួរតែបោះបាទកើបវាឬក៏លីមួកវាបងប្អូនគួរតែកើបវាចេញជារៀងរាល់បងប្អូនកណ្ដេស្មើណាបងប្អូនកើបស្មើនឹងទៅបាទហើយករណីបើសិនជាមាន់របស់បងប្អូនឈឺបងប្អូនគួរតែបំបែកមាន់ដូចថាចេញពីមាន់ដែលមានសុខភាពល្អបាទហើយបងប្អូនគួរតែធ្វើការព្យាបាលវាបាទព្យាបាលវានិងធ្វើការអង្កេតតាមដានឲ្យបានមិនយ៉ាងតិចគឺ10 ទៅ 15 ថ្ងៃសិនបាទហើយមួយទៀតបងប្អូនគួរតែថាមិនគួរបរិភោគឬក៏បោះចោលពីវាពីកាលទេសម្រាប់មាន់របស់បងប្អូនងាប់បាទអញ្ចឹងបងប្អូនគួរតែកប់បាទឬក៏ដុតចោលជាការល្អបាទហើយនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេដើម្បីចែករំលែកបងប្អូនចេះទាំងអស់គ្នាអំពីការចិញ្ចឹមមាន់ក៏ដូចជាសារៈសំខាន់មួយចំនួនដែលថាការចិញ្ចឹមមាន់ហ្នឹងគឺវាជួយដល់បងប្អូនបាទជាមុខរបរមួយបាទសាមញ្ញបាទសាមញ្ញប៉ុន្តែថាវាជួយឲ្យជីវភាពគ្រួសាររបស់បងប្អូនបានធូរធារមួយកម្រិតទៀតផងដែរបាទហើយខ្ញុំជាក់ស្ដែងខ្ញុំក៏ជាអ្នកចិញ្ចឹមមាន់បាទជាយូរឆ្នាំមកហើយអ្វីដែលខ្ញុំចែករំលែកនេះគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់បាទអ្វីដែលថាល្អខ្ញុំតែងតែចែករំលែកបងប្អូនចេះទាំងអស់គ្នាមិនថាបងប្អូនជាមនុស្សប្រុសឬក៏មនុស្សស្រីបាទចឹងបងប្អូនគួរតែចែករំលែកបាទសម្រាប់អ្វីដែលថ្មីអ្វីដែលល្អសម្រាប់សង្គមជាតិបងប្អូនគួរតែចែករំលែកទៅបាទហើយប្រសិនបើថាដំណឹងថាមិនថាប៉ះពាល់ដល់សង្គមជាតិបាទអ្វីដែលថាមិនល្អបងប្អូនមិនគួរចែករំលែកទេបាទវាថាវាប៉ះពាល់ដល់ក្មេងៗចំនួនក្រោយក៏ដូចជាបងប្អូនដែលថាទៅជាស្រាលគាត់ចេះតែងតែធ្វើការតាមដានតកតងទៅនឹងបញ្ហាសង្គមមួយចំនួនគាត់តែងតែយករឿងក្រុមគ្រួសាររបស់គេបាទឆ្លោះតែក្រុមគ្រួសាររបស់គេមកថាយើងជាអ្នកវែកញែកទៅវិញបាទអញ្ចឹងមិនបាច់ក៏បានដែរបាទអ្វីដែលថាយើងផ្ដល់ប្រយោជន៍ដល់សង្គមជាតិបងប្អូនគួរតែចែករំលែកទៅបាទចំពោះវីដេអូនេះប្រសិនបើមានពាក្យពេចន៍លើសលួសខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានបាទមួយរយៈនេះខ្ញុំរវល់ដោយសារខ្ញុំធ្វើដំណើរទៅក្រៅច្រើនបាទខ្ញុំទៅមកពីពលានបាទពលានយន្តហោះថ្មីខ្ញុំមិនបានថាចែករំលែកចំណេះដឹងឲ្យបងប្អូនបានច្រើននេះទេបាទអញ្ចឹងឲ្យតែខ្ញុំមានពេលទៅនេះខ្ញុំតែងតែចែករំលែកបងប្អូនអំពីផ្នែកកសិកម្មឲ្យបងប្អូនចេះទាំងអស់គ្នាផងដែរបាទតកតងទៅនឹងការចិញ្ចឹមមាន់នេះបាទហើយជាចុងក្រោយបាទជូនពរបងប្អូនបាទទទួលបានជោគជ័យក្នុងការទទួលទានមុខរបរទាំងអស់ក៏ដូចជាការប្រកបមុខរបរដែលចិញ្ចឹមមាន់នេះសូមឲ្យបងប្អូនទទួលបានជ័យជំនះគ្រប់ពេលវេលាគ្រប់ទីកន្លែងផងដែរបាទហើយសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe សូមបងប្អូនសូមជួយចុច Subscribe ដើម្បី
ទទួលបានចំណេះដឹងបន្ថែមក៏ដូចជាការលើកទឹកចិត្តឲ្យខ្ញុំបង្កើតនៅវីដេអូថ្មីៗដើម្បីចែករំលែកបងប្អូនទាំងអស់គ្នាផងដែរបាទជាចុងក្រោយជូនពរបងប្អូនទាំងអស់គ្នាបាទមិនថាបងប្អូននៅតាមបន្ទាត់ព្រំដែនបងប្អូនកងទ័ពជួរមុខបងប្អូនរស់នៅក្នុងប្រទេសកម្ពុជាដូចជាបងប្អូនរស់នៅក្រៅប្រទេសជូនពរបងប្អូនទទួលបានសុខភាពល្អបាទអញ្ចឹងយើងទទួលបានដំណឹងល្អនៅក្នុងថ្ងៃនេះហើយគឺយើងទទួលបានសុខសន្តិភាពអំពីកិច្ចព្រមព្រៀងបាទជាមួយនឹងប្រទេសបាទសហរដ្ឋអាមេរិកបាទអញ្ចឹងខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែនដោយសារយើងទទួលបានសុខសន្តិភាពទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះផងដែរបាទអញ្ចឹងអរគុណច្រើនជំរាបលា